ម្ហូបឆាខ្ញុំចូលចិត្តជាងគេគឺឆាតកួនដាក់សៀងនឹងហើយដោយសារតែគ្រឿងផ្សំរសជាតិរបស់វាអត់មានច្រើនមុខទេបងប្អូនឲ្យតែយើងមានសៀងផ្អែមដែលមានរសជាតិឆ្ងាញ់ដាក់មកឆាតកួនរបស់យើងរសជាតិក៏ឆ្ងាញ់តាមនឹងដែរជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចេញពីធ្វើការចូលផ្សារឃើញតកួនល្អមែនតែនតកួនហ្នឹងនៅខាងសៀមរាបគេហៅតកួនស្រួយ1គីឡូតែ 4000 រៀលទេបើសិចជ្រូកប៉ុណ្ណឹងមិនដឹងថាអ្នកលក់គាត់គិតលុយខ្ញុំខ្វះឬក៏អត់ទេតែ 5000 រៀលខ្ញុំមានសៀងនៅផ្ទះស្រាប់ថែមតែខ្ទឹមថែមតែម្ទេសបន្តិចមកគឺយើងឆាបានហើយឆាតកួនកាលពីខ្ញុំនៅតូចស្លឹកខ្ទឹមឬក៏ស្លឹកជីអីខ្ញុំអត់ដែរដាក់ទេតែឥឡូវខ្ញុំដាក់ជីនឹងវងបងប្អូនឆាតកួនដាក់សៀងនេះបើយើងថែមជីនឹងវងមកធ្វើឲ្យរសជាតិនិងក្លិនរបស់វាកាន់តែឆ្ងាញ់តកួនក៏ដូចគ្នាដែរកាលពីមុនខ្ញុំកាត់តកួនវែងដល់ពេលខ្ញុំបដូរមកហាន់ខ្លីៗអញ្ចឹងពេលឆាទៅគឺចូលជាតិរសជាតិឆ្ងាញ់ណាស់បងប្អូនតកួនយើងយកមកកាត់ខ្លីៗហើយយើងយកទៅត្រាំទឹកវាណាមួយយើងកាត់ខ្លីៗអញ្ចឹងពេលដែលយើងត្រាំទឹកទៅវាចេញជ័រអស់ផងអញ្ចឹងពេលដែលយើងឆាតកួនរបស់យើងអត់ធំក្លិនជ័រដូចយើងកាត់វែងទេចំណែកឯគ្រឿងផ្សំផ្សេងដូចជាសាច់ជ្រូកខ្ទឹមអីខ្ញុំអត់ប្រាប់បងប្អូនទេខ្ញុំគិតថាបងប្អូនចេះហើយបន្ទាប់មកខ្ញុំដាំទឹកទុកឲ្យពុះខ្ញុំថែមអំបិលបន្តិចប្រេងឆា2ស្លាបព្រាបាយយើងដាក់ប្រេងឆាធ្វើឲ្យតកួនរបស់យើងទន់ចំណែកឯអំបិលជួយពេលដែលយើងស្រោសធ្វើឲ្យតកួនរបស់យើងនឹងពណ៌នៅស្រស់ល្អនៅខៀវស្រស់ញញឹមបងប្អូនបើសិនជាយើងអត់ដាក់ពីមុខហ្នឹងទេពេលដែលយើងស្រោសហើយតកួនយើងទៅជាជាំទុកឲ្យពុះតិចខ្ញុំស្រង់តកួននឹងចេញតកួនយើងពេលដែលយើងស្រោសយើងមិនបាច់ទុករងាស់ឲ្យពុះឲ្យផុយអីទេបងប្អូនគឺយើងស្រោសនេះដើម្បីឲ្យតកួនរបស់យើងទន់ហើយណាមួយវាសុវត្ថិភាពផងបន្ទាប់មកដាក់ខ្ទះលើភ្លើងឲ្យក្តៅម្ដងទៀតដាក់ប្រេងឆាចូលទុកឲ្យក្តៅដាក់ខ្ទឹមបំពងបងប្អូនខ្ទឹមខ្ញុំអត់ចិញ្ច្រាំទេខ្ញុំគ្រាន់តែដំឲ្យទូហើយបកសំបកចេញខ្ញុំយកមកបំពងតែម្ដងដោយសារតែខ្ញុំជួយចិត្តញ៉ាំខ្ទឹមនៅដុំចំពោះបងប្អូនបើសិនជាចង់មកចិញ្ច្រាំឲ្យម៉ត់ក៏បានដែរចាំយកមកបំពងលីងខ្ទឹមឲ្យឈ្ងុយបានខ្ញុំយកសាច់ជ្រូក3ជាន់ចិញ្ច្រាំមកដាក់ចូលលីងជាមួយគ្នាដែរបងប្អូនសាច់ជ្រូកលីងគឺទៅតាមយើងចូលចិត្តដែរអ្នកខ្លះគាត់ចូលចិត្តក្រៀមខ្លាំងចំពោះខ្ញុំចូលចិត្តក្រៀមល្មមទេបន្ទាប់ពីឆ្អិនហើយខ្ញុំដាក់ម្ទេសក្រហមឆាជាមួយឲ្យឆ្អិនដោយសារតែម្ទេសក្រហមម៉ាស៊ីនជាយើងចាំដាក់ក្រោយវាអាចនៅកពុលដែរឆាចុះឡើងឲ្យឆ្អិនហើយខ្ញុំថែមសៀងកន្លះចានចង្កឹះបងប្អូនសៀងខ្ញុំអត់កំណត់ដាក់តែប៉ុន្មានទេស៊ីសងលើសៀងដែលបងប្អូនយកមកប្រើតើប្រៃខ្លាំងឬក៏អត់សូវផ្អែមទេអីចឹងណាចំពោះសៀងខ្ញុំរៀងផ្អែមហើយអត់សូវប្រៃទេអញ្ចឹងខ្ញុំដាក់កន្លះចានចង្កឹះឆាត្រឡប់ចុះឡើងឲ្យសព្វរួចរាល់ហើយតកួនដែលខ្ញុំសោះមិញយកមកដាក់ចូលឆាតកួនណាវាងាយស្រួលដែរបងប្អូនដោយសារតែបន្លែតកួនវាអត់បខំអីប្រញាប់ទេវាអត់អលួយទេទោះបីឲ្យយើងស្រោះហើយក៏ដោយឆាត្រឡប់ចុះឡើងឲ្យសព្វភ្លក់មើលបើសិនជារសជាតិយើងពេញចិត្តហើយអូខេឆាបន្តិចទៀតទៅគឺបានហើយប៉ុន្តែបើសិនជាអត់តាន់ពេញចិត្តទេបងប្អូនអាចថែមសៀងឬក៏ថែមម្សៅស៊ុបឬក៏ប្រេងខ្យងអីជំនួសក៏បានដែរនឹងចុងក្រោយគេជីនឹងវងយកមកដាក់ឆាត្រឡប់ចុះឡើងឲ្យឆ្អិនសព្វជាការស្រេចមិនដែរបងប្អូនឆាតកួនដាក់សៀងរបស់ខ្ញុំគិតថាប្លែកពីឆាតកួនរបស់បងប្អូនត្រង់ខ្ញុំកាត់ខ្លីហើយនឹងបងជីនឹងវងនឹងឯងប៉ុន្តែបងប្អូនខ្ញុំផ្លាស់ប្ដូរមកឆាបែបនេះខ្ញុំឃើញថារសជាតិរបស់វាឈ្ងុយឆ្ងាញ់ជាពិសេសជីនឹងវងធ្វើឲ្យផ្លាស់ប្ដូរឆាតកួនរបស់យើងខុសពីឆាតកួនដែលខ្ញុំឆារាល់ដងបន្លែតកួនយើងហាន់បែបនេះក៏ទន់ខ្លាំងដែរឆាតកួនរបស់យើងរួចរាល់ហើយបងប្អូនអាចសាកល្បងមើលថាឆ្ងាញ់ដូចខ្ញុំថាអត់អរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយ